ការរូបភាពរបស់យើងដើម្បីបង្កើតជារូបភាពបែបនេះជាមួយនឹង AI អ្នកទាំងអស់គ្នាអាចធ្វើវាបាននៅលើទូរស័ព្ទដៃនិងឥតគិតថ្លៃមុននឹងចាប់ផ្ដើមកុំភ្លេចចុច Like Share និង Follow ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតដូច្នេះនៅលើទូរស័ព្ទរបស់យើងគឺយើងចូលទៅកាន់កម្មវិធី ChatGPT ដែលអ្នកទាំងអស់គ្នាអាច download នៅលើ Play Store ឬក៏ App Store បានអញ្ចឹងយើងចូលមកកាន់ ChatGPT មកបន្ទាប់មកយើងចុចលើសញ្ញាបូកចុចលើ Photo រួចយើងរើសរូបថតដែលយើងចង់ដាក់ចូលបន្តមកទៀតអ្នកនេះអាច copy prompt ដែលខ្ញុំបានដាក់នៅក្នុង description ឬក៏នៅក្នុង comment រួចយើង paste វានៅក្នុងប្រអប់នេះមកអូខេអញ្ចឹងនៅក្នុង prompt នេះអ្នកនរគ្នាអាចកែច្នៃចំណុចមួយចំនួនឧទាហរណ៍ដូចជាកន្លែងខ្ញុំដាក់ mail នេះគឺសម្រាប់មនុស្សប្រុសបើយើងជានារីឬក៏ស្ត្រីអាចដាក់ female វិញទៅហើយមួយទៀតគឺនៅកន្លែងនេះគឺយើងអាចកែរបស់ដែលយើងចង់ឲ្យតួអង្គហ្នឹងកាន់ដូចជាកន្លែងនេះគេដាក់ថា notebook ហើយនិង coffee cup យើងអាចកែទៅជារបស់អីផ្សេងក៏បានហើយនៅខាងក្រោមមានរបស់ផ្សេងទៀតដែលយើងអាចដូរទៅជាអីផ្សេងក៏បានដែរទៅតាមការចង់បានរបស់យើងប៉ុន្តែកុំភ្លេចដូរឈ្មោះហើយនិងមុខរបរឬក៏អាជីពរបស់យើងអញ្ចឹងនៅខាងក្រោមនេះគឺជាឈ្មោះកន្លែងឈ្មោះនេះខ្ញុំដាក់ឈ្មោះសីហាសៅឈ្មោះខ្ញុំហើយនិង content creator អញ្ចឹងអ្នកនរអាចដូរឈ្មោះទៅហើយនឹងដូរអាជីពរបស់យើងទៅជាអីផ្សេងទៅតាមអាជីពរបស់យើងជាក់ស្ដែងអញ្ចឹងបន្ទាប់ពីយើងទៅសេប៉ុណ្ណឹងហើយយើងចុចទៅលើសញ្ញាព្រួយនេះមកដើម្បីឲ្យ ChatGPT ចាប់ផ្ដើមបង្កើតរូបភាពឲ្យយើងហើយនៅក្នុងនោះដែរគឺអ្នកនរត្រូវចំណាំថាព្យាយាមកុំចេញពី app នេះព្រោះកន្លងមកពេលដែលខ្ញុំចេញទៅគឺវាមានបញ្ហា error ហើយទី2ក៏កុំឲ្យទូរស័ព្ទយើង black screen ឬក៏ទៅកាន់ sleep mode ណាអញ្ចឹងកុំបិទវាកុំ sleep mode គឺព្យាយាមរក្សាតម្រងរបស់យើងនៅក្នុង app នឹងដដែលការរងចាំជាមធ្យមដែលខ្ញុំធ្វើកន្លងមកគឺខ្ទង់2ទៅ3នាទីហ្នឹងចាឥឡូវនេះយើងទទួលបានលទ្ធផលរបស់យើងហើយអញ្ចឹងយើងចុចទៅលើរូបភាពនេះមកអញ្ចឹងយើងឃើញថារូបភាពនេះគឺអត់ទាន់មុខមាត់អីគឺអត់ទាន់សូវជាដូចយើងខ្លាំងទេគឺយើងជាលះគ្នាច្រើនដែរអញ្ចឹងយើងចុចលើប៊ូតុង save មួយសិនដើម្បី save រូបភាពនឹងទុកអូខេបន្តមកទៀតយើងចូលទៅកាន់ Google រួចយើងវាយ website មួយដែលមានឈ្មោះថា Remaker AI អញ្ចឹងចូលទៅកាន់ Remaker AI នេះតោះមកអ្នកនរគ្នាឃើញ scroll ចុះមកខាងក្រោមយើងឃើញគេដាក់ថា AI face swap អូខេបន្តមកយើង upload យើងចុចលើកន្លែង upload នេះដើម្បីដាក់រូបថតដែលយើងបាន save ពី ChatGPT បាញ់មិញហ្នឹងហើយនៅខាងក្រោមគឺយើងដាក់រូបថត original របស់យើងចូលវិញហ្នឹងហើយអញ្ចឹងអ្នកនរអាចដាក់រូបណាដែលឃើញមុខរបស់យើងច្បាស់ណាអញ្ចឹងយើងដាក់រូបនឹងចូលបន្តមកយើងចុចលើពាក្យ swap មកហ្នឹងហើយបើសិនជាគេទាមទារឲ្យយើង sign in គឺអ្នកនរអាច sign in ឬក៏ sign up ជាមួយនឹង Google បានគេនឹងឲ្យ credit យើង free សម្រាប់ generate រូបភាពនៅក្នុង website នេះគេអញ្ចឹងយើងចុចលើពាក្យ swap មកចឹងរងចាំមួយផ្លែតយើងនឹងទទួលបាននៅរូបភាពរបស់យើងអូខេចឹងនេះគឺជាលទ្ធផលដែលយើងទទួលបានហើយយើងចុចលើអក្សរ download នេះមកដើម្បីរក្សាទុកអូខេចឹងចឹងបើសិនជាអ្នកនរគ្នាជួបបញ្ហា error ឬក៏អីផ្សេងៗនៅក្នុង ChatGPT ហ្នឹង generate អត់បានឬក៏ generate ទៅវាអត់សូវជាដូចវីដេអូដែលខ្ញុំបង្ហាញអ្នកនរអាចសាកល្បងហ្នឹងហើយម្ដងឬជា2ដងអីចឹងទៅណាចឹងអរគុណអ្នកនរសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចចុច like share និង follow យើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ